ពេលម្លេងខាតសៀមរាបម្ដងពុកម៉ែបងប្អូនមួយចំនួនតែងតែគិតថាក្រៅពីប្រាសាទអត់មានកន្លែងណាទៅទៀតទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញពុកម៉ែបងប្អូនអំពីសហគមន៍មួយដែលមានកន្លែងជាច្រើនដែលពុកម៉ែបងប្អូនអាចទៅទស្សនាបានហើយទីកន្លែងទាំងអស់ហ្នឹងសុទ្ធតែស្ថិតនៅក្នុងភូមិព្រះដាក់ខេត្តសៀមរាបទាំងអស់ទី1គឺកន្លែងធ្វើស្ករត្នោតបែបធម្មជាតិការធ្វើស្ករត្នោតនេះគឺធ្វើដោយដៃតាំងពីដើមរហូតដល់ចប់ហើយពុំមានដាក់សារធាតុរក្សាទុកអ្វីឡើយចំពោះទី2គឺទីតាំងផលិតអង្គរខ្មែរយើងនៅទីនេះយើងអាចមកមើលអំពីរបៀបនៅក្នុងការធ្វើស្រូវឲ្យចេញជាអង្គរដែលមានដូចជាការបែនស្រូវការរែងគ្រាប់ស្រូវក៏ដូចជាសកម្មភាពផ្សេងៗទៀតផងដែរចំពោះទី3គឺទីតាំងធ្វើធូបធម្មជាតិធូបនៅទីនេះគឺធ្វើឡើងដោយប្រើប្រាស់នៅគ្រឿងធម្មជាតិសុទ្ធទាំងអស់ដែលមានដូចជារមៀតស្លឹកប៉ូរីយ៉ូលដើមថ្លាញ់ព្រមទាំងមាននៅវត្ថុធាតុដើមប្លែកៗជាច្រើនទៀតចូលមកដល់ទីតាំងទី4គឺកន្លែងធ្វើនំបញ្ចុកដោយដៃមកទស្សនាសហគមន៍មួយនេះពុកម៉ែបងប្អូននឹងបានឃើញអំពីរបៀបនៅក្នុងការធ្វើនំបញ្ចុកតាំងពីដើមរហូតដល់ចប់ក្នុងចំណោមការផលិតទាំងអស់ដែលខ្ញុំបានបង្ហាញពុកម៉ែបងប្អូននៅក្នុងវីដេអូមួយនេះរបៀបនៅក្នុងការធ្វើនំបញ្ចុកគឺត្រូវចំណាយកម្លាំងច្រើនជាងគេព្រមទាំងប្រើប្រាស់កម្លាំងខ្លាំងក៏ដូចជាចំណាយពេលយូរផងដែរព្រោះមានច្រើនដំណាក់កាលចុងក្រោយគេគឺទីតាំងផលិតស្រាសចំពោះរបៀបនៅក្នុងការធ្វើស្រាសនេះមិនសូវប្រើកម្លាំងច្រើនទេតែចំណាយពេលយូរព្រោះដើម្បីធានាថាស្រាដែលផលិតចេញមកគឺមានគុណភាពក្រៅពីសហគមន៍ខាងលើក៏នៅមានទីតាំងផ្សេងៗទៀតដែលពុកម៉ែបងប្អូនអាចមកទស្សនាបានដូចជានៅសាលា VPE ដែលនៅទីនេះមានការរៀបចំនំនែកសម្រាប់ទទួលពុកម៉ែបងប្អូនដែលជាភ្ញៀវទេសចរក៏ដូចជាមានតន្ត្រីសម្រាប់កំដរអារម្មណ៍ផងដែរចុងក្រោយគឺជាទីតាំងលំហែកាយដែលពុកម៉ែបងប្អូនអាចមកបោះតង់ដើម្បីមើលថ្ងៃរះឬក៏ថ្ងៃលិចបានអញ្ចឹងទាំងអស់ហ្នឹងសុទ្ធតែជាទីតាំងដែលពុកម៉ែបងប្អូនអាចមកសាកទស្សនានៅពេលដែលបានមកលេងនៅខេត្តសៀមរាបលើកក្រោយហើយនេះគឺជាលេខសម្រាប់តំណែងទៅខាងសហគមន៍បើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងទៅកាន់លេខដែលមានបង្ហាញនៅក្នុងវីដេអូនេះបាន